វីដេអូនេះសម្រាប់ម៉ាក់ទាំងអស់គ្នានៅក្នុងថ្ងៃនេះផងដែរខ្ញុំបញ្ចែករំលែកពាក់ព័ន្ធជាមួយនឹងការលាបលុបបំបាត់ស្កូវពីព្រោះថាខ្ញុំទទួលបាននូវសំណួរជាច្រើនក៏ដូចជាមានបញ្ហាជាច្រើនដែលបងប្អូនតែងតែកង្វល់ថានៅក្នុងការលុបបំបាត់ស្កូវតែងតែលុបហើយគឺអត់បាត់ស្កូវ 100% ហើយតែងតែឆាប់ហើរហើយធ្វើឲ្យសរសៃសក់របស់បងប្អូនទាំងអស់គ្នាទទួលបានចំណេញនឹងផលប៉ះពាល់គឺសរសៃសក់ស្ងួតសរសៃសក់រឹងសរសៃសក់ស្រួយផងដែរចង់ដឹងថាតើខ្ញុំប្រើថ្នាំអ្វីក៏ដូចជាបច្ចេកទេសនៅក្នុងការលាបយ៉ាងណាសូមតាមដានជាមួយខ្ញុំដូចតទៅជាដំបូងខ្ញុំយកថ្នាំពណ៌ឯកទេសលុបបំបាត់ស្កូវលេខកូដ G571 បូកលេខកូដ G575 បូកជាមួយនឹងអុកស៊ី 9% បូកជាមួយនឹង CH ផ្លេចលេខ1ទឹកការពារសក់ឆេះខូចបូកជាមួយនឹងប្រេង CH 3ចុចរួចកូរចូលគ្នាឲ្យសព្វបន្ទាប់មកយើងចាប់ផ្ដើមចូលដល់ការលាបនៅក្នុងការលាបគឺយើងចាប់ផ្ដើមលាបពីគល់សក់ដុសថ្មីលាបឲ្យសព្វរួចរាល់ហើយបន្ទាប់មកយើងចាប់ផ្ដើមលាបពីគល់រហូតដល់ចុងម្ដងទៀតរួចហើយយើងធ្វើការឆែកបន្ទាប់ពីយើងឆែកហើយគឺយើងទុករយៈពេល40ទៅ50នាទីបន្ទាប់មកលាងទឹកចេញឲ្យស្អាតរួចហើយធ្វើការកក់ជាមួយនឹងសាប៊ូបន្ទាប់មកទៀតយើងធ្វើការអប់ជាមួយនឹងថ្នាំស្វារួចជាការស្រេចចានេះគឺជាលទ្ធផលដែលខ្ញុំធ្វើការលាបរួចរាល់ហើយអ្នកម៉ាក់ទាំងអស់គ្នាចាម៉ាក់ទាំងអស់គ្នាចាអញ្ចឹងតាក់ទងជាមួយនឹងសក់របស់ខ្ញុំបងប្អូនមើលឃើញហើយតាក់ទងជាមួយនឹងពណ៌សក់ពលឺសក់សរសៃសក់ចាជាចុងក្រោយនេះផងដែរក៏សូមផ្ដាំផ្ញើទៅដល់ម៉ាក់ទាំងអស់គ្នាដែលចង់បដូរពណ៌សក់ជាមួយនឹងការលុបបំបាត់ស្កូវចាអាចមកទទួលសេវាកម្មបានយើងមានការប្រម៉ូសិនពិសេសគឺថា free spa បញ្ចូលជាតិទឹកជូនទៅដល់បងប្អូនទាំងអស់គ្នាផងដែរចាអញ្ចឹងបន្ទាប់ពីលាបហើយគឺសរសៃសក់ទន់រលោងរលោះស្អាតបានពណ៌ជាប់ពណ៌ហើយនៅទៅបានជាមួយនឹងសុខភាពសរសៃសក់ល្អស្អាតនៅគ្រីស្ទីណាទាំងអស់គ្នា